ពេលវេលាគឺមានកំណត់មែនទេបងប្អូនពេលវេលារបស់យើងគឺមានតែ4ឆ្នាំ10ខែទេអញ្ចឹង4ឆ្នាំ10ខែបើសិនជាយើងអត់ចំណាយពេលវេលាខ្លួនឯងចាយពេលវេលារបស់ខ្លួនឯងឲ្យត្រឹមត្រូវឲ្យច្បាស់លាស់ទេនោះយើងនឹងត្រឡប់ទៅសុខខ្មែរវិញបើគ្មានអីបរិសុទ្ធបងប្អូនគិតមើលឥឡូវប្រាក់ខែយើងប្រហែល2លានវ៉ុន2លានវ៉ុនមួយឆ្នាំយើងអាចសល់បានប្រហែលបងប្អូនសល់10000អត់សល់20000អត់ឥឡូវប្រាក់ខែយើង2លានវ៉ុនមួយឆ្នាំខ្ញុំអាចនិយាយបានថាយើងសល់បាន$15000បានអត់បាន$15000ចុះបើសិនជា4ឆ្នាំ10ខែយើងសល់បានប្រហែលយើងសល់បានប្រហែល40000យើងវាយថា$50000ចុះ$50000បងប្អូនគិតថាច្រើនទេច្រើនអត់បងប្អូនច្រើនអត់សម្រាប់អ្នកមានគេថាតិច$50000សម្រាប់ខ្ញុំកាលពីមុនគឺខ្ញុំគិតថាច្រើនមែនទេច្រើនឥឡូវចប់តែ1.7 លានទេ$50000ខ្ញុំគិតថា4ឆ្នាំ10ខែខ្ញុំសល់ត្រឹមតែ$50000គឺគ្រប់គ្រាន់សម្រាប់ខ្ញុំអាចទៅសោយសុខនៅកម្ពុជាបានអញ្ចឹងតែដល់ពេលខ្ញុំទៅប្រទេសខ្មែរប៉ុន្តែខ្ញុំទៅលក្ខណៈជាអ្នក business ខ្ញុំត្រឡប់ទៅវិញបច្ចុប្បន្ននេះខ្ញុំយល់ឃើញថា$50000គឺអត់ច្រើនទេតិច$50000សម្រាប់ខ្ញុំក៏អត់ច្រើនទេហើយមិនបានខ្ញុំថាអត់ច្រើនមិនមែនដោយសារខ្ញុំសបោលុយទេបងប្អូនពិចារណាមើលថាបើបងប្អូនត្រឡប់ទៅសុខខ្មែរវិញបងប្អូនចង់បានទីកន្លែងមួយសម្រាប់រស់នៅបងប្អូនត្រូវការទិញដីមួយកន្លែងដើម្បីបើក business តែទិញដីមួយកន្លែងចំណាយលុយប្រហែលខ្ញុំនិយាយតូចបំផុតក៏$20000ដែរមែនអត់តិចបំផុតក៏$20000ដែរហើយបើសិនជាបងប្អូនបាទចង់បានផ្ទះបងប្អូនក៏ត្រូវចំណាយ$30000បន្ថែមទៀតដែរអញ្ចឹងសរុបទាំងអស់$50000យើងមានទីតាំងមួយដែលអាចរកស៊ីបានយើងមានផ្ទះមួយដែលអាចរកស៊ីបានសំណួរសួរថាតើយើងមានតាមទុនអ្វីដើម្បីរកស៊ីបានណាមកផ្ទះកូរ៉េបានណាទេឬយ៉ាងម៉េចសំណួរសួរថាតើយើងមានដើមទុនឯណាដើម្បីមករកស៊ីហើយបើសិនជាយើងមានដើមទុនយើងមាន$50000យើងទិញដីយើងទិញផ្ទះបើសិនជាយើងមានដើមទុនជាលក្ខណៈខ្ចីគេឬក៏ខ្ចីធនាគារតើការរកស៊ីរបស់យើងប្រឈមនឹងបញ្ហាដែរឬអត់បើសិនជាប្រឈមនឹងបញ្ហាបាត់បង់លុយសួរថាតើយើងមានដើមទុនឯណាដើម្បីបន្តដំណើរបងប្អូនបើសិនជាការរកស៊ីរបស់យើងដំណើរការទៅល្អយើងជោគជ័យប៉ុន្តែការរកស៊ីទាំងអស់ខ្ញុំគិតថាវាមិនមែនសុទ្ធតែដំណើរការទៅទេខ្ញុំនិយាយបានថា100%នៃមុខរបរនៃការរកស៊ីទាំងអស់បងប្អូនត្រូវមានត្រៀមលុយដើម្បីថាចាប់ដើមភ្លាមមិនអាចដំណើរការភ្លាមបានទេសូម្បីតែការរកស៊ីរបស់ខ្ញុំក៏ដូចគ្នាដែរខ្ញុំរកស៊ីទៅលើវិស័យ real estate បងប្អូនខ្ញុំខាតមួយឆ្នាំខ្ញុំខាតមួយឆ្នាំពេញគឺខ្ញុំខាតមិនមែនខាតលុយគាត់ទេណាបងប្អូនខាតលុយទុកខ្សែរយៈពេល1ឆ្នាំ1ឆ្នាំគឺខ្ញុំប៉ុន្តែពួកខ្ញុំអាចទទួលបានយ៉ាងណាបើសិនជាបងប្អូនវិញតើបងប្អូនមានលុយដើម្បីត្រៀមខាតដែរឬអត់បើសិនជាយើងបើកមុខរបរនៃការរកស៊ីអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់ដាស់តឿនខ្ញុំចង់បង្ហាញទៅកាន់បងប្អូនយើងទាំងអស់គ្នាថាគណៈពេលមួយដែលយើងនៅប្រទេសកូរ៉េសូមកុំចំណាយពេលវេលាដែលឥតប្រយោជន៍ទេសូមកុំចំណាយពេលវេលាដែលឥតប្រយោជន៍ហើយសូមច្នៃពេលវេលាយើងឲ្យមានប្រយោជន៍ណាខុសគ្នាទី1កុំចំណាយពេលវេលាឲ្យឥតប្រយោជន៍ទី2ច្នៃពេលវេលារបស់យើងឲ្យមានប្រយោជន៍បានន័យយ៉ាងម៉េចបានន័យថាគណៈពេលដែលបងប្អូននៅប្រទេសកូរ៉េបងប្អូនគួរណាស់តែស្វះស្វែងរកអ្វីមួយសម្រាប់ខ្លួនឯងដូចខ្ញុំបានឃើញបងប្អូនយើងច្រើនអ្នកខ្លះគាត់ឆ្លៀតលក់សភៅឲ្យខ្ញុំសរសើរគាត់បង្កើតចំណូលមួយសម្រាប់ខ្លួនឯងប៉ុន្តែការលក់សភៅវាគាត់តែជាចំណូលមួយរយៈពេលមួយខ្លីមែនទេបងប្អូនវាអាចវែងទេវាបានត្រឹមតែមួយផ្លែទេតែគាត់ខ្ញុំសរសើរគាត់ខ្ញុំឃើញបងប្អូនខ្លះគាត់ឆ្លៀតទៅលក់លេងហ្នឹងទៅខ្ញុំក៏សរសើរគាត់ដែរបាទពីព្រោះនៅពេលដែលយើងកំពុងតែធ្វើការឲ្យគេនេះបើសិនជាយើងអាឡ័យតែអត់ឆ្នៃពេលវេលារបស់ខ្លួនឯងឲ្យមានប្រយោជន៍ទេ
ដូចខ្ញុំនិយាយចឹង4ឆ្នាំ10ខែក្រោយបងប្អូននឹងជួបបញ្ហាជំរឿនមានទី1ត្រឡប់ទៅសុខខ្មែរទៅធ្វើការងារសាមញ្ញធម្មតាដូចពីយើងមិនទាន់មកទេទេហើយមានបងប្អូនច្រើនណាស់បងប្អូនកុំគិតថាមាន3 4 5ម៉ឺនអស់ច្រើនណាមានបងប្អូនមិត្តភក្តិខ្ញុំច្រើនណាស់ដែលសល់លុយ5 6ម៉ឺនដុល្លារដែលបច្ចុប្បន្នទៅធ្វើការរួមចាក់នៅស្រុកខ្មែរប្រាក់ខែ300ដុល្លារអ្នកខ្លះទៅបើកឡានឲ្យគេអ្នកខ្លះទៅធ្វើការងារសំណង់សំណួរសួរថាតើយើងខិតខំមកធ្វើការនៅទីកូរ៉េប្រាក់ខែរាប់ពាន់សល់លុយរាប់ម៉ឺនត្រឡប់ទៅស្រុកខ្មែរធ្វើការប៉ុណ្ណឹងដដែលនេះសួរថាមកកូរ៉េធ្វើអីមកធ្វើអីមែនទេបងប្អូនមែនបើយើងជ្រុលតែមានឱកាសមកទីនេះដែលយើងអាចទទួលបាននូវផ្នត់គំនិតល្អៗដែលយើងអាចមកស្គាល់មនុស្សសិទ្ធិមនុស្សល្អៗប្រាក់ខែរាប់ពាន់យើងគួរណាស់តែយកវាទៅធ្វើការងារដែលធំដុំនៅកម្ពុជាដូច្នេះបងប្អូនណាកុំនៅគិតតែសាមញ្ញចំណាយពេលវេលាឥតប្រយោជន៍ធ្វើអ្វីដែលឥតប្រយោជន៍សម្រាប់ខ្លួនឯងគួរណាស់តែរកអ្វីមួយសម្រាប់ខ្លួនឯងខ្ញុំធ្វើទៅលើរៀន e-step ខ្ញុំមិនចង់ប្រាប់បងប្អូនថាមកធ្វើជាមួយខ្ញុំមិនហ៊ាននិយាយចឹងទេពីព្រោះគោលដៅរបស់យើងមានខុសៗគ្នាមែនទេការយល់ឃើញខុសៗគ្នាប៉ុន្តែបងប្អូនអាចស្វែងយល់បានបងប្អូននៅទីកូរ៉េបងប្អូនទៅធ្វើស្អីក៏បានដែរឲ្យតែវាអាចជួយបងប្អូនបានហើយកុំរៀនច្រើនពេកតែកុំស្អប់ខ្ញុំនិយាយភាសាណាខ្ញុំនិយាយភាសាកុំរៀនច្រើនពេកខ្ញុំចង់សម្ដៅទៅលើទ្រឹស្ដីបទកិច្ចការអីក៏ដោយបងប្អូនមុននឹងយើងចាប់តាមសំបីតការងាររបស់ខ្ញុំមុននឹងខ្ញុំចាប់តាមផែនការនៅក្នុងការបង្កើតយុទ្ធសាស្ត្រទីផ្សារមុនដើម្បីផ្ដល់រង្វាន់ទៅឲ្យបុគ្គលិកខ្ញុំចែកឡានជួយចែកអីគាត់គឺខ្ញុំសាប់តែចេញពីទ្រឹស្ដីឬក៏ចេញពីការរៀបចំផែនការទាំងអស់ប៉ុន្តែខ្ញុំអត់ចង់ឲ្យបងប្អូននៅទីនេះគឺលងលក់ជាមួយនឹងទ្រឹស្ដីខ្លាំងពេកទេហេតុអីកាលណាដែលបងប្អូនលងលក់ជាមួយនឹងទ្រឹស្ដីខ្លាំងពេកអត់មានអីរីកចម្រើនទេបងប្អូនតែធ្លាប់លើគេនិយាយមនុស្សកាន់តែចេះពេកកាន់តែខ្លាចមនុស្សកាន់តែចេះកាន់តែល្ងងធ្លាប់លើអត់បងប្អូនធ្លាប់លើទេបងប្អូនប្រហែលអ្នកដែលមានចំណេះដឹងច្រើនហើយមានមនុស្សជាច្រើនអ្នកដែលផ្ដល់ឱកាសឲ្យយើងរហូតដល់បច្ចុប្បន្នគេជោគជ័យតែយើងនៅតែរក្សាកន្លែងដដែលបងប្អូនប្រហែលអ្នកបាទមានខ្លួនសុំលើកដែរធ្លាប់មានទេខ្ញុំទៅលើដឹកគាត់ច្រើនហើយអត់ទេថានេះអត់ហ៊ានលើកដៃទេខ្ញុំនិយាយតាមគាត់បន្តិចបងប្អូនចង់ស្ដាប់អត់ចង់វាជាបទពិសោធន៍ពិតព្រោះខ្ញុំចង់និយាយភាសានៅថ្ងៃនេះនិយាយភាសាសាមញ្ញភាសាបទពិសោធន៍ជាក់ស្ដែងថានេះគាត់ប្រុសបាទមិនស្រីណាមើលងើបឈរតិចមែនបាទថានេះគាត់នៅទីកូរ៉េដែលគាត់ស្គាល់ខ្ញុំកាលពីប្រហែលឆ្នាំមុនពួកខ្ញុំហើយគាត់ជាបុគ្គលម្នាក់សំហែកគេតិចណាគាត់ជាបុគ្គលម្នាក់ដែលខ្ញុំប្រមូលគាត់រស់ស៊ីកាលពីជាង2ឆ្នាំមុនប៉ុន្តែជាង2ឆ្នាំមុនដោយសារតែចំណេះដឹងរបស់គាត់ច្រើនពេកគាត់ចាប់ដើមតែរយៈពេលមួយខ្លីរហូតមកដល់បច្ចុប្បន្នពួកខ្ញុំខ្លាយទៅជាបុគ្គលម្នាក់សម្រាប់អ្នកដទៃខ្ញុំអត់យល់យ៉ាងម៉េចទេប៉ុន្តែសម្រាប់ខ្ញុំគិតថាខ្លួនឯងជោគជ័យមួយផ្នែកជោគជ័យគឺយើងមានអ្វីគ្រប់យ៉ាងប៉ុន្តែផានិតគឺគាត់នៅរក្សានៅកន្លែងដែរហើយគាត់មិនដឹងថាខ្លួនឯងទៅធ្វើអីបន្តទៀតដែរតែឥឡូវនេះគឺគាត់នឹងចាប់ដើមសារថ្មីពីពួកខ្ញុំហើយពួកខ្ញុំនឹងជួយឲ្យគាត់ទៅដល់ក្តីស្រមៃគឺខ្ញុំនឹងជួយឲ្យគាត់ត្រឡប់ទៅស្រុកខ្មែរវិញដោយគាត់មានមុខរបរច្បាស់លាស់ដោយគាត់មានអាជីពការងារច្បាស់លាស់ដែលគាត់អាចបង្កើតនៅប្រាក់ចំណូលមួយដ៏ច្បាស់លាស់សម្រាប់ខ្លួនឯងអញ្ចឹងខ្ញុំនឹងជួយគាត់សារជាថ្មីដោយសារតែគាត់បើកចិត្តណាអញ្ចឹងហេតុអីបានជាគាត់បាត់បង់ឱកាសមួយនោះខ្ញុំលើកមកចំណុចមួយត្រង់ថាដោយសារតែសេចក្តីអំណួតរបស់យើងសេចក្តីអំណួតអត់តលោកគ្រូស្លាយធ្វើហើយហើយអូខេបាត់ជាយាយឈប់សិនវីដេអូអូខេអញ្ចឹង
ខ្ញុំនឹងបង្ហាញ slide ហើយអ្វីដែលខ្ញុំ